អគ្គស្នងការដ្ឋាននគរបាលជាតិបើកប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញស្កេមទ្រង់ទ្រាយធំនៅក្រុងបាវិតខេត្តស្វាយរៀងឃាត់ខ្លួនជនបរទេសច្រើនអ្នកកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញស្កេមទ្រង់ទ្រាយធំមួយស្ថិតនៅក្រុងបាវិតខេត្តស្វាយរៀងឃាត់ខ្លួនជនបរទេសជាច្រើនអ្នកនៅព្រឹកថ្ងៃទី31ខែមករាឆ្នាំ2026ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សុថេតអគ្គស្នងការនគរបាលជាតិនិងដឹកនាំប្រតិបត្តិការដោយលោកឧត្តមស្នេហ៍ឯកមុងសុធានិងលោកឧត្តមស្នេហ៍ឯកជឿផូលីអគ្គស្នងការរងនគរបាលជាតិក្រោមការសម្របសម្រួលពីតំណាងអัยការអមស្លាដំបងខេត្តស្វាយរៀងជុំវិញប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញស្កេមនៅខេត្តជាប់ព្រំដែនមួយនេះគិតត្រឹមម៉ោង3រសៀលថ្ងៃដដែលព័ត៌មានលម្អិតស្ដីពីការចាប់ខ្លួនឬការជួយសង្គ្រោះជនរងគ្រោះនិងសម្ភារៈវត្ថុតាំងដកហូតនៅមិនទាន់ត្រូវបានបញ្ចេញជាសាធារណៈនៅឡើយទេសូមរំលឹកជូនដែរថាតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍នៅចុងឆ្នាំ2025កន្លងទៅថ្មីនេះកម្លាំងសមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសអនឡាញចំនួន2ទីតាំងនៅក្រុងបាវិតខេត្តស្វាយរៀងដែលបានឃាត់ខ្លួនអ្នកពាក់ព័ន្ធបទល្មើសអនឡាញជាង600នាក់ដែលភាគច្រើនជាជនបរទេសគូកត់សម្គាល់ថាសមត្ថកិច្ចកម្ពុជាក្រោមគោលនយោបាយនិងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជននិងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការផ្តន្ទាទោសនិងអនុវត្តនីតិវិធីបណ្តេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ជាពិសេសបានសហការផ្តល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុងនិងក្រៅតំបន់ជាច្រើនករណី